សួស្តីបងប្អូនទាំងគ្នានេះមកដូរអនងស្ទួយអនងថ្មីដោយសារតែអនងចាស់ហ្នឹងវាកដៅកាត់នោះអនងចាស់វាកដៅកាត់ដាច់គ្នាកណាត់ច្រើនពេលលើយើងដូរដាក់ខ្សែអនងបោះម្ដងហើយសម្រាប់ផ្លែនេះគឺយើងកាត់មកពីអាចាស់មកហើយយើងនឹងចងជាមួយនឹងអនងថ្មីរបស់យើងនេះជាមួយខ្ញុំប្រាប់ពីរបៀបចងដើម្បីកុំឲ្យវាដើរពេលយើងរេទៅពេលយើងហូតផ្លែកុំឲ្យវាដើរអនងចុះឡើងអញ្ចឹងណាអញ្ចឹងយើងចងមានរបៀបចងវាជាប់អញ្ចឹងណាចាំមើលតិចទៀតចាំបង្ហាញបងប្អូនទាំងគ្នានេះបងមុននឹងយើងចងយើងវាស់វាសិនយើងចង់បានຂະຫນាតប្រវែងណាយើងដាក់មួយផ្លែអញ្ចឹងណាហើយសម្រាប់ខ្ញុំអត់មានម៉ែត្រមានអីទេខ្ញុំយក3គីឡូនៅក្នុងបន្ទប់ហ្នឹងយក3គីឡូយើងវាស់ទៅរាប់1 2 3អញ្ចឹង3ត្រឹមនេះអញ្ចឹងយើងចាប់ដើមចងវាមកអញ្ចឹងសម្រាប់ខ្សែនេះគឺយើងបត់វាត្រឡប់អញ្ចេះហើយបន្តមកទៀតរុញក្រោមមកចេះវិញអញ្ចឹងហើយយើងយកផ្លែដែលយើងបច្ចេកហើយហ្នឹងនេះផ្លែដែលយើងបច្ចេកហើយហ្នឹងយើងយកមកផ្សក់វាពីក្រោមអញ្ចឹងមកហើយយើងទាញអានេះយើងទាញធ្វើម៉េចឲ្យវាលឺសូរភឹសនេះលឺផាច់អញ្ចឹងទៅវាជាប់ហើយមុនឃើញហើយវាអត់ដើរទេអត់មានដើរនោមនេះចឹងអញ្ចឹងយើងទាញមកវាអត់ងាយដើរទេអញ្ចឹងយើងប៉ុណ្ណេះមកវារួចរាល់ហើយនេះស្អាតហើយមើលអត់សូវឃើញទេណាដោយសារតែខ្សែនងនេះខ្ញុំវាអស់ខ្សែធំទៅដាក់អាទូចបញ្ញាប្រើអាទូចដាក់អាទូចសិនអញ្ចឹងណានេះផ្លែរបស់យើងនេះហើយសល់កតុយនេះយើងកាត់ចេញតែប៉ុន្តែយើងដាក់ឲ្យដល់ចុងនេះក៏បានដែរប៉ុន្តែខ្ញុំចង់បានអានេះខ្សែនេះរាងខ្លីចង់បានរាងខ្លីអញ្ចឹងទៅយើងដាក់ប៉ុណ្្នឹងទៅកាត់ចេញហើយយើងពាក់ចូលសាងរបស់យើងនេះមកពាក់ចូលសាងរបស់យើងនេះមកមុនខ្ញុំចងមួយទៀតយើងវាស់មកខ្ញុំយក3គីឡូ1 2 3អញ្ចឹង3ត្រឹមនេះយើងចាប់ផ្ដើមយកវានឹងពាក់នឹងរុំនឹងមេឈើឲ្យជាប់មកហើយយើងវាន់វាកាច់អានេះមកនេះហើយដាក់អាវងនេះពីលើខ្សែនោមហ្នឹងទៅហើយយើងទាញវាគូចេញមកតមកទៀតផ្លែយើងដែលយើងបានបច្ចេករួចហ្នឹងយើងយកមកយើងផ្សក់ចូលអានេះមកហើយយើងទាញរឹតវាមើលបងហើយលឺផាច់អញ្ចឹងទៅវាជាប់នេះវាលេងដើរពេលយើងរេទៅវាអត់រឹតក្នុងដើរឆ្វេងស្ដាំអញ្ចឹងគេទៅវាជាប់ល្អនេះដូចថាបច្ចេកខ្សែកាវបើបានខ្សែអំបោះដូចគ្នានឹងជាប់ល្អហ្មងនេះមើលឃើញអត់ទេពីងាយម្នាក់ឯងអត់មានអ្នកថតឲ្យបងប្អូនឥឡូវខ្ញុំចងហើយនេះទៅបានកាត់អាព្រុយនេះខ្ញុំទាញដាក់ថឹងនេះឲ្យត្រង់ពួរនេះ
បច្ច័យប្រើយូរដល់ពេលត្រីស៊ីវាទាញប៉ុននេះប៉ុននោះទៅវាកញ្ញាញចឹងដាក់ឲ្យវាថឹងទៅនេះតា80ឯ80ផ្លែទាំងអស់ស្ទូចនេះដូចជា200កាលធ្វើនេះ200ដល់នេះប៉ុន្តែរេយូរទៅវាដាច់ផ្លែដាច់អីក៏ដោកាត់ផងវាអត់សល់ប៉ុណ្ណឹងចងឲ្យវាថឹងតិចនេះអានេះធ្វើមុនណានេះធ្វើមុននេះផ្លែរឿងធំឲ្យពុតហើយនេះ